ថ្ងៃនេះថ្ងៃ Christmas Eve ថ្ងៃទី24មកលេងផ្ទះម៉ាក់ក្មេកញ៉ាំអាហារពេលល្ងាចជុំគ្នាតែងើបឡើងព្រឹកឡើងហ្នឹងបើកព័ត៌មានមកហ្នឹងឃើញថៃធ្លាក់គ្រាប់នៅខាងបាត់ដំបងខំទេសួរអ្នកផ្ទះអ្នកអីដែរតែអត់បញ្ហាមកដល់នេះញ៉ាំបាយអីហើយម៉ាក់ក្មេកក៏គាត់សួរថាមិនដែរសុខទុក្ខអ្នកនៅខាងនោះណាខ្ញុំក៏ថាព្រឹកមិញតាមតាធ្លាក់គ្រាប់ថៃធ្លាក់គ្រាប់ហើយចឹងទៅហើយខ្ញុំបង្ហាញគាត់ពីរូបភាពប្រាសាទរូបអេថាដែលថៃធ្លាក់គ្រាប់បែកលើអញ្ចឹងពួកគាត់ដឹងថាថៃ claim ថាប្រាសាទហ្នឹងប្រាសាទរបស់គេអញ្ចឹងណាឥឡូវខ្ទេចខ្ទីគ្មានសល់អីហើយគាត់ក៏បារម្ភថាស្រុកខ្មែរយើងឥឡូវវាពិបាកមានសង្គ្រាមអញ្ចឹងថៃវាមិនចេះចប់ឥឡូវមកមើលការរៀបចំម្ហូបពេលល្ងាចនេះវិញអ្នកក្មេងខ្ញុំគាត់បកកែរៀបចំគាត់តុបតែងរ៉ូមែនទិកដូចនៅហាងអញ្ចឹងណាហើយម្ហូបទាំងអស់ហ្នឹងសឹកគាត់ធ្វើទាំងអស់ហើយនៅស្រុកនេះថ្ងៃ Christmas គឺជាថ្ងៃសំខាន់ជួបជុំគ្រួសារហើយនឹងមានកាដូឲ្យគ្នាទៅវិញទៅមកហើយសម្រាប់កាដូនេះពេលទទួលបានអញ្ចឹងទៅគេអត់ប្រកាន់ទេឲ្យបើកភ្លាមចំពោះមុខគ្នាតែម្ដងហើយអ្វីដែលសំខាន់នោះមិនភ្លេចទេគឺការថតរូបជុំគ្រួសារបន្ទាប់ពីថតរូបហើយហ្នឹងម៉ាក់ក្មេកហ្នឹងក៏គាត់នាំលេងហ្គេមដូមីណូហើយនឹងលីកាដូអីរបស់គាត់ទេមេចាប់អារម្មណ៍ដែរតាគួរឲ្យសប្បាយដែរតាព្រោះអាហ្នឹងគេប្រើបញ្ញាប្រើគូក្បាលដើម្បីលេងយ៉ាងណាក៏ជូនពរអ្នកទាំងអស់គ្នាក្នុងថ្ងៃ Christmas នេះឲ្យមានសុខភាពល្អឲ្យប្រទេសជាតិយើងឆាប់បានសុខសន្តិភាពឡើងវិញ